សម្ដេចតេជោហ៊ុនសែនមិនបានបន្ទន់ជំហរទៅអង្គរថៃឲ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី20តុលាដោយការចុះផ្សាយនោះឡើយហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឲ្យបើកច្រកព្រំដែននោះដែរអ្នកនាំពាក្យព្រឹទ្ធសភាលោកជាធីរិទ្ធបានច្រានចោលការលើកឡើងរបស់លោកស៊ូរ៉ាសានកុងស៊ីរីអ្នកនាំពាក្យក្រសួងការពារជាតិថៃដែលបានថ្លែងនៅថ្ងៃពុធថាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដាក់សម្ពាធឲ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី20ខែតុលាខាងមុខនេះបើតាមការបញ្ជាក់លើទំព័រ Facebook ផ្លូវការរបស់សម្ដេចនៅយប់ថ្ងៃទី15ខែតុលាឆ្នាំ2025ជាថ្មីម្ដងទៀតដើម្បីកុំឲ្យមហាជនមានការភ័ន្តច្រឡំនោះបានឲ្យដឹងបន្ថែមថាសូមបញ្ជាក់ជូនថាកន្លងទៅសម្ដេចតេជោធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេចជាបន្តបន្ទាប់និងបានផ្សាយលើទំព័រ Facebook ផ្លូវការរបស់សម្ដេចកាលពីថ្ងៃទី23ខែកញ្ញាឆ្នាំ2025កន្លងទៅថ្មីនេះទៀតថាចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមកកម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេគ្រាន់តែប្រាប់ទៅភាគីថៃថាថៃជាអ្នកបិទថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ5ម៉ោងសម្ដេចតេជោបានសង្កត់ធ្ងន់ថាជំហរកម្ពុជានេះនឹងមិនផ្លាស់ប្ដូរទេហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឲ្យបើកច្រកព្រំដែននោះដែរថៃអាចបន្តបិទសូម្បី100ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ